ធ្វើជ្រក់ស្ពៃក្តោបដាក់ទឹកអង្ករបងប្អូនអ្នកណាធ្លាប់ហូបខ្លះតោះទៅរៀនធ្វើទាំងអស់គ្នាបើអ្នកណាចេះហើយអាចអូសរំលងបានខ្ញុំធ្វើរបៀបនេះអត់ដែលខូចទេបងប្អូនហើយធ្វើប្រហែលដងក៏បានហូបដែរអត់ដែលខូចអត់ដែលផ្អូមទេហើយស្រួយល្អទេបងប្អូនយើងហាន់ស្ពៃក្តោបចំណិតមកយើងយកមករោយអំបិលរោយវាឲ្យច្រើនកាលណាល្អកាលនោះបងប្អូនខ្ញុំដាក់លីដើមខ្ទឹមបន្តិចផងបងប្អូនអាចចង់ដាក់ក៏បានដែរយើងយកវាមកហាន់មកយើងដាក់ពីលើអាស្ពៃក្តោបមាញ់រួចយើងរោយអំបិលពីលើវាទៀតហើយរោយពីលើរួចយើងទុកវាចូលមកស្ទុះរួចយើងយកវាមកត្រឡប់វាឲ្យវាស្ពោតតិចហ្នឹងបងប្អូនតែកុំស្កត់វាខ្លាំងពេកកុំឲ្យវាបែកអស់បន្ទាប់មកយើងលាងវាពីទឹកឲ្យជ្រះអំបិលឲ្យអស់ណាបងប្អូនយើងលាងវាពីទឹកឲ្យជ្រះអំបិលរួចយើងទៅដាំទឹកអង្ករយើងលាងដាំបាយបងប្អូនយើងទុកវាមកយើងយកមកដាំវាឲ្យពុះយើងដាក់អំបិលប៊ីចេងស្ករមកល្មមមកដាក់អំបិលឲ្យរៀងប្រៃតិចណាបងប្អូនព្រោះយើងលាងអំបិលវាជ្រះអស់ហើយយើងនៅជាប់ខ្លះហើយទឹកអង្ករនេះអាសាមើលផងប្រយ័ត្នវាសម្ផោពេញណាពេញណៃបន្ទាប់មកយើងយកកន្លដែលយើងត្រៀមមកយើងយកមកដាំទឹកស្រស់វាកុំឲ្យវាមានផ្សិតខ្លាច់ផ្សិតដោះបងប្អូនតែមកយើងស្រង់អាស្ពៃដែលយើងត្រាំទឹកអំបិលនោះយើងយកមកដាក់ទឹកវាស្រស់រួចយើងយកមកញ៉ាត់ក្នុងកន្លញ៉ាត់កន្លឲ្យពេញរួចយើងយកអីស្កត់ពីលើវាកុំឲ្យវាហើបណាបងប្អូនអត់មានអាកាវដូចខ្ញុំនេះបងប្អូនអាចដាក់អាស័យឬក៏ចង្កឹះឲ្យក៏បានដែរយើងខ្ទើសវាកុំឲ្យវាហើបឡើងលើប៉ុណ្ណេះបានហើយបងប្អូនទុក2ថ្ងៃបានហូបហើយនៅស្រុកខ្មែរតែមួយថ្ងៃបានហូបហើយតែនៅខ្ញុំនៅនេះវាអត់ក្តៅនោះវាតិចទុកតែ3 4យប់បានជូរប៉ុណ្ណេះបងប្អូនអរគុណជម្រាបលាបាយបាយ